សម្ដេចថាបដីហ៊ុនម៉ាណែតរាជរដ្ឋាភិបាលបដិញ្ញាជៀសវាងសង្គ្រាមដោយការពារបូរណភាពទឹកដីនិងស្វែងរកដំណោះស្រាយតាមសន្តិវិធីដើម្បីថែរក្សាផលប្រយោជន៍ជាតិនិងប្រជាជនក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យនៅប្រទេសបារាំងសម្ដេចមហាបវរថាបដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះវីដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់សម្ដេចដែលបានចុះទៅជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែរដែលកំពុងរស់នៅនិងប្រកបរបរនៅទីក្រុងនីសប្រទេសបារាំងសម្ដេចតាបដីហ៊ុនម៉ាណែតបានសរសេរនៅលើបណ្ដាញសង្គមថាមុនវិលត្រឡប់មកប្រទេសកម្ពុជាវិញខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែររបស់បងប្អូនខ្មែរយើងនៅទីក្រុងនីសបន្ទាប់មកក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីសសម្ដេចតាបដីរៀបរាប់ថាបើទោះជាមិនបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននៅទីនេះហើយសម្ដេចក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់លោកអ៊ុំលោកមីងបងប្អូនកូនក្មួយចំពោះសម្ដេចភរិយានិងក្រុមការងារផងដែរសម្ដេចតាបដីបន្ថែមថាទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំសម្ដេចតាបដីបញ្ជាក់ថាពួកគាត់ប្រាប់ខ្ញុំថាសម្ដេចធ្វើយ៉ាងណាអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើនហើយកុំឲ្យមានសង្គ្រាមទៀតអីជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងតែក្តៅនេះឱកាសនោះសម្ដេចតាបដីបានអះអាងថារាជរដ្ឋាភិបាលបដិញ្ញាការពារបូរណភាពទឹកដីរបស់យើងឲ្យបានដាច់ខាតហើយខិតខំស្វែងរកដំណោះស្រាយឲ្យអស់លទ្ធភាពតាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាមនិងការពារផលប្រយោជន៍ប្រជាជាតិនិងប្រជាជនយើងសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក